នៅពេលខ្ញុំបានស្ដារស្មារតីឡើងវិញម្ដងទៀតខ្ញុំបានដឹងថាខ្លួនឯងត្រូវបានចង់ដោយខ្សែភ្នែកត្រូវបានគ្រប់ដោយក្រណាត់ខ្មៅដោយសារភ័យខ្លាចខ្ញុំបានស្រែកហៅឈ្មោះជីងលីយ៉ាងខ្លាំងខ្ញុំមិនដឹងថាមានអ្វីកើតឡើងឡើយហេតុអ្វីខ្ញុំបានសន្លប់តើចាប់ខ្ញុំឬហេតុអ្វីខ្ញុំក៏មិនមែនជាមនុស្សមានលុយទ្រព្យអ្វីឡើយខ្ញុំគិតមិនចេញសោះរហូតដល់ដកក្រណាត់ភ្នែកខ្ញុំចេញបន្ទាប់ពីក្រណាត់ភ្នែកត្រូវបានដកចេញជីងលីបានបង្ហាញខ្លួននៅមុខខ្ញុំនាងកាន់កាំបិតមួយហើយបានដុតភ្លើងនៅពេលនោះខ្ញុំទើបមើលឃើញបរិស្ថានជុំវិញយ៉ាងច្បាស់ប៉ុន្តែមុនពេលខ្ញុំទាន់មើលលំអិតជីងលីបានយកកាំបិតឡើងមិននិយាយអ្វីទាំងអស់ហើយវាប្រហារមកលើខ្ញុំភ្លាមខ្ញុំត្រូវបានចង់នៅលើកៅអីមិនអាចផ្លាស់ទីបានសោះខ្ញុំអាចត្រឹមតែបត់បែនរាងកាយយ៉ាងខ្លាំងនៅវិនាទីដែលកាំបិតជិតចាក់ដល់ខ្លួនខ្ញុំបានគេចផុតទៅបានប៉ុន្តែខ្ញុំក៏ដួលបុកដីយ៉ាងខ្លាំងក្បាលបុកនឹងធ្មឹងនៅលើដីនៅវិនាទីនោះខួរក្បាលខ្ញុំដូចជាផ្ទុះអ្វីមួយដែលមិនបានភ្ញាក់ឡើងកាលពីអាយុ18ឆ្នាំបានផ្ទុះចេញមកទាំងអស់ខ្ញុំបានក្លាយជាមនុស្សមានអំណាចពិសេសខ្ញុំមិនទាន់មានពេលរីករាយផងជីងលីបានវាយប្រហារមកម្ដងទៀតនៅពេលនោះខ្ញុំទើបយល់ថាហេតុអ្វីជីងលីធ្វើបែបនេះអំណាចដែលខ្ញុំភ្ញាក់ឡើងគឺអាចមើលឃើញអ្វីគ្រប់យ៉ាងហើយអាចកែប្រែអក្សរមួយក្នុងនោះបានខ្ញុំបានឃើញអំណាចរបស់ជីងលីលើក្បាលនាងមានអក្សរធំភ្លឺចែងចាំងសរសេរថាសម្រាប់មនុស្សម្នាក់ដែលស្រឡាញ់អ្នកពិតប្រាកដរាងកាយនឹងត្រូវបានពង្រឹងទ្វេដងនៅវិនាទីនោះខ្ញុំបានយល់ច្បាស់ពីការថែទាំនិងភាពល្អទាំងអស់ដែលជីងលីធ្វើចំពោះខ្ញុំក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យខ្ញុំធ្លាប់គិតថាខ្ញុំជាមនុស្សសំណាងតែបានជួបស្ត្រីម្នាក់ដែលអាចទុកចិត្តបានសម្រាប់ជីវិតមួយប៉ុន្តែមិននឹកស្មានថានាងគ្រាន់តែចង់ឲ្យខ្ញុំស្រឡាញ់នាងពិតប្រាកដហើយបន្ទាប់មកសម្រាប់ខ្ញុំមើលមុខដ៏សាហាវនៅមុខខ្ញុំហើយដឹងថាប្រសិនបើខ្ញុំមិនធ្វើអ្វីមួយថ្ងៃនេះខ្ញុំប្រកាសជាស្លាប់នៅទីនេះនៅវិនាទីដែលកាំបិតចាក់ចូលក្នុងរាងកាយខ្ញុំបានកែប្រែអំណាចរបស់នាងអសរក៏ខ្លាំងក៏ត្រូវបានខ្ញុំបដូរទៅជាកខ្សោយនោះមានន័យថាបើនាងសម្លាប់ខ្ញុំរាងកាយនាងនឹងត្រូវបានធ្វើឲ្យខ្សោយមួយដងពេលជីងលីដឹងរឿងនេះនាងបានដួលផ្លូវចិត្តភ្លាមខ្ញុំដឹងថាខ្ញុំមិនស្លាប់ទៀតទេបន្ទាប់មកខ្ញុំក៏បានសន្លប់ម្ដងទៀតនៅវិនាទីមុនសន្លប់ខ្ញុំបានលឺនាងស្រែកជេរនិងខឹងសម្បាយ៉ាងខ្លាំងពេលខ្ញុំភ្ញាក់ឡើងវិញខ្ញុំឃើញថាខ្លួនឯងត្រូវបានឃុំក្នុងទ្រុងដែកជីងលីបានសួរខ្ញុំដោយកំហឹងថាខ្ញុំបានធ្វើអ្វីចំពោះនាងខ្ញុំគ្រាន់តែប្រាប់នាងថានាងគឺជាមនុស្សបោកប្រាស់ក្នុងសេចក្តីស្រឡាញ់ខ្ញុំបានភ្ញាក់អំណាចបែបផ្ទុយតែអាចរំខាននិងបំបត្តិអំណាចរបស់នាងហើយខ្ញុំនឹងធ្វើឲ្យនាងមិនអាចទទួលបានការពង្រឹងទៀតក្នុងជីវិតនេះជីងលីដោយកំហឹងបានទារុណកម្មខ្ញុំយ៉ាងយូរប៉ុន្តែមិនមានអ្វីផ្លាស់ប្ដូរឡើយចុងក្រោយនាងបានចាក់ចេញដោយកំហឹងមិនយូរប៉ុន្មានមានបរិសម្នាក់ទៀតត្រូវបាននាងយកមកឃុំបរិសនោះក៏ជាមនុស្សមានអំណាចពិសេសដែរក្រោយមកខ្ញុំបានដឹងថាបរិសនោះក៏ត្រូវជីងលីបញ្ឆោតហើយបានស្រឡាញ់នាងយ៉ាងជ្រាលជ្រៅដូចគ្នាស្ត្រីម្នាក់នេះបានលេងស្នេហ៍ជាមួយបរិស2នាក់ដំបូងនាងក្រុងសម្លាប់ខ្ញុំដើម្បីពង្រឹងរាងកាយមួយដងបន្ទាប់មកនឹងទៅសម្លាប់បរិសនោះដើម្បីទទួលបានការពង្រឹងសរុប4ដងប៉ុន្តែផែនការរបស់នាងត្រូវបានខ្ញុំបំផ្លាញក្រោយពីឃុំបរិសនោះចូលមកជីងលីមិនបានបង្ហាញខ្លួនម្ដងទៀតឡើយខ្ញុំនិងបរិសនោះត្រូវបានឃុំក្នុងទ្រុងដែកតូចមួយអស់រយៈពេលពេញ20ថ្ងៃក្នុងរយៈពេល20ថ្ងៃនោះតើពួកយើងបំពេញទឹកនិងអាហារបានយ៉ាងដូចម្ដេចវាសាមញ្ញណាស់អំណាចរបស់បរិសនោះគឺអាចទឹកចេញពីមាត់ខ្ញុំបានកែប្រែវាបន្តិចឲ្យវាคล้ายជាអាហារចេញពីមាត់ពេលខ្លះយើងក៏បដូររសជាតិដែរដូចជាផ្លែចេញពីមាត់ចុះតើអ្នកបានរួចផុតយ៉ាងដូចម្ដេចខ្ញុំបានកែប្រែអំណាចរបស់គាត់ឲ្យคล้ายជាភ្លើងចេញពីមាត់យើងបានដុតជាបន្តបន្ទាប់អស់20ថ្ងៃរហូតដែករលាយហើយបានរត់ចេញមកបន្ទាប់ពីរួចផុតពួកយើងបានទៅដល់ការិយាល័យ749